Michelin មិនបញ្ជាក់សញ្ញា EV នៅលើសំបកកង់ប៉ុន្តែបែរជាប្រើពាក្យ energy ជំនួសទៅវិញតើបងប្អូនដឹងអត់ថាហេតុអ្វីបានជា Michelin ខុសប្លែកពីគេចំណុចខុសប្លែកទី1នោះគឺ Michelin ផលិតឡើងសម្រាប់ប្រើប្រាស់បានគ្រប់ប្រភេទរថយន្តពាក្យថា energy នឹងមានន័យថាការផ្ដល់ថាមពលទៅឲ្យរថយន្តគ្រប់ប្រភេទមិនមែនសំដៅទៅលើតែប្រភេទរថយន្ត EV តែមួយមុខទេភាពខុសប្លែកទី2នោះគឺសំដៅទៅលើបច្ចេកវិទ្យា low rolling resistance ដែលជួយកាត់បន្ថយកម្លាំងកង្កឹតបានយ៉ាងល្អជាងមុនហើយជួយឲ្យរថយន្តអគ្គិសនីបើកបរបានចម្ងាយឆ្ងាយជាងមុនក្រៅពីការសំចៃថាមពល Michelin ក៏ជួយកាត់បន្ថយឧស្ម័ន CO2 ដើម្បីជួយការពារបរិស្ថានផងដែរលើពីនេះបច្ចេកវិទ្យា energy របស់ Michelin ត្រូវបានរចនាឡើងដើម្បីភាពធន់និងការប្រើប្រាស់បានយូរអង្វែងជាពិសេសនោះគឺជួយរក្សារែងឡានរបស់បងទោះបីជាឡាន EV របស់បងប្រើកម្លាំងខ្លាំងក៏ដោយនេះហើយគឺជាភាពខុសប្លែករបស់ Michelin មិនមែនគ្រាន់តែផលិតឡើងសម្រាប់ប្រភេទឡាន EV ទេប៉ុន្តែ Michelin ផលិតឡើងសម្រាប់គ្រប់ប្រភេទឡានទាំងអស់ដែលស័ក្តិសមនឹងតម្រូវការរបស់បងអញ្ចឹងជាចុងក្រោយសម្រាប់បងដែលគាត់ត្រូវការសំបកកង់ម៉ាក Michelin បងអាចទៅអ្នកត្រង់មកតាមលេខទូរស័ព្ទនៅខាងក្រោមឬក៏តាម Facebook page Mobility អរគុណច្រើន Michelin, Motion for Life.